សូមបងប្អូនអរគ្នាថ្ងៃនេះគឺយកមកអានរឿងយ៉ារីមើលថៃប្អូនសៀវភៅភាសាខ្មែរណាក់ទី4អូនឡើងណាក់ទី4ណាបាត់អូនយូរណាឥឡូវយើងមកអានអរគ្នារឿងយ៉ារីមើលថៃប្អូនចូលអានរឿងរួចឆ្លើយនឹងសំណួរខាងក្រោមថ្ងៃមួយពេលម្ដាយឪពុកទៅធ្វើការបាត់យ៉ារីនៅផ្ទះមើលថែប្អូនតូចនាងនាំប្អូនលេងបត់ក្រដាសធ្វើជាផ្កានាងបានដាក់ក្រដាសកន្ត្រៃកាំបិតរាយបាយជុំវិញខ្លួនប្អូនប្រុសនាងរីករាយណាស់វាចោះឡើងតាមឆក់ដណ្ដើមក្រដាសកាំបិតកន្ត្រៃពីបងនៅពេលយ៉ារីមិនបានប្រុងប្រយ័ត្នប្អូននាងឆក់ចាប់ត្រូវមុតកាំបិតដៃហូរឈាមបន្តិចប្អូននាងយំយ៉ាងខ្លាំងយ៉ារីភ័យណាស់ស្ទុះទៅយកអាកងនឹងសំឡីលាងឈាមចាញ់រួចយកបងរុំរបួសឲ្យប្អូនពេលម្ដាយឪពុកត្រឡប់ពីធ្វើការវិញយ៉ារីនិយាយរឿងនេះប្រាប់ពួកគាត់ម្ដាយឪពុកនាងមិនបន្ទោសនាងទេតែគាត់ណែនាំយ៉ារីឲ្យដោយពាក្យផ្អែមល្ហែមកូនដឹងទេការលេងដោយប្រើប្រាស់វត្ថុមានមុតស្រួចវាមាននាំមកមានគ្រោះថ្នាក់បើយើងមិនប្រុងប្រយ័ត្ននេះមុតត្រឹមកដៃចោះបើអូនចង់កាំបិតត្រូវភ្នែកនោះគ្រោះថ្នាក់កាន់តែធំហើយថ្ងៃក្រោយពេលកូននាំប្អូនលេងកូនគួរប្រើល្បែងណាមានសុវត្ថិភាពនិងមានប្រយោជន៍ដូចជាការគូររូបផាត់ពណ៌ល្បែងសិក្សាតាក់ទងនឹងភាសាខ្មែរឬគណិតវិទ្យាជាដើមយ៉ារីឆ្លើយចាម៉ាក់ខ្ញុំនឹងធ្វើតាមដំបូន្មាននេះវីដេអូមានប៉ុណ្ណឹងទេក៏សូមអរគុណដែរបាយបាយ